ជាធម្មតាការដែលយើងស្រឡាញ់គ្នាជាគូសង្សារឬក៏ជាភរិយាស្វាមីគឺការហួងហែងវាតែងមកជាមួយនឹងឯងតែហើយហួងហែងហ្នឹងក៏វាជារសជាតិនៃសេចក្តីស្រឡាញ់ស្នេហាហ្នឹងវាមានការហួងហែងបើមិនហួងហែងម្នាក់ទៀតគេថាអត់ស្រឡាញ់បងតែដឹងបានអត់ហួងហែងបងអីចឹងទៅវាមានចឹងទៅទៀតហើយនឹងឯងទៅតើមានហួងហែងខ្លះទៅបានស្នេហាហ្នឹងវាមានរសជាតិក៏ប៉ុន្តែកុំពេកគឺណាកុំទៅដល់ថ្នាក់ដែលថាហួងហែងពេកវាដូចជាយើងអោបគ្នារឹតគ្នាខ្លាំងពេកចឹងនោះវាថប់ដង្ហើមវារੂអាដង្ហើមដកបានណាហួងហែងពេកហ្នឹងវាចឹងវាទៅជាបង្ករឿងទៅវិញហ្នឹងឯងហ្នឹងគឺកុំអ្វីជ្រុលពេកណាតែពេកមិនបានទេតែមុំយើងមើលភាពការទាំងអស់ហ្នឹងឯងចឹងពីព្រោះអាភាពតានតឹងក្នុងការរស់នៅជាមួយគ្នាកុំនិយាយត្រឹមតែថាជាប្តីប្រពន្ធដែលអ្នកដតីពីណាពីណីមកជួបគ្នាស្រឡាញ់គ្នាសូម្បីតែកូនបង្កើតជាមួយម៉ែឪយើងមើលដល់ទៅថ្នាក់ដែលថាម៉ែឪហួងហែងពេកទៅចិត្តរបស់កូនហ្នឹងថាបន់ឲ្យតែអាយុ8 10ហាននឹងបែកចេញពីគាត់អាហ្នឹងទឹកចិត្តកូនដ៏ច្រើនក្នុងពិភពលោកហ្នឹងតែម៉ែឪហួងហែងពេកអត់ចង់នៅមួយគាត់ទេគឺណាហ្នឹងឯងហើយបើគេបើកសិទ្ធ8 10អាចថាមានសិទ្ធអីខ្លួនឯងដោយច្រើនអីចឹងហ្នឹងចង់ទៅជួលផ្ទះនៅតែឯងអីណានៃអីចឹងណាចង់ទៅនៅមួយមិត្តភក្តិអីណានៃអីចឹងទៅមកអំពីម៉ែឪយើងដឹងហើយថាចង់ឲ្យកូនល្អហើយគាត់មានបទពិសោធន៍ក្នុងជីវិតមកអាម៉េចខុសអាម៉េចត្រូវអាម៉េចល្អអាម៉េចមិនល្អជួនកាលគាត់ស្មានផងទៅក្រែងលោវាអញ្ចេះក្រែងលោវាអញ្ចោះហើយកូនហ្នឹងវាទុកចិត្តក្នុងការដែលខ្លួនឯងសមាគមខ្សែគប់ស្គាល់មិត្តភ័ក្តិនៅនេះនៅនោះអីចឹងទៅដល់តែម៉ែឪហ្នឹងមិនយល់សភាពការទឹកចិត្តរបស់កូនហ្នឹងក្រែងថាកូនហ្នឹងគ្រោះថ្នាក់ក្រែងតែកូនហ្នឹងចាញ់បោកគេក្រែងតែកូនហ្នឹងឯងមិនបានល្អខូចប្រឡូចនេះជានោះដល់ចឹងទៅហួងហែងខ្លាំងទៅកូនហ្នឹងទៅជាណាមិនចង់នៅជាមួយម៉ែឪទៅទៀតហ្នឹងឯងបែកឃ្លាតអីចឹងទៅអាហ្នឹងខ្ញុំណាគ្រាន់តែលើកជាឧទាហរណ៍ទូទៅក្នុងពិភពលោកហ្នឹងឯងស្រុកខ្មែរយើងប្រទេសដែលកាន់ពុទ្ធសាសនាអីក៏ទទួលពុទ្ធសាសនាមកដល់ច្រើនចឹងទៅមិនសូវថាដូចថាដែលនៅលីវអីចឹងទៅចង់បែកពីម៉ែពីឪអីទៅវាមិនសូវមានចិត្តវាមានប៉ុន្តែវាមិនមានអីតាមគ្នាទៅច្រើនតែបើស្រុកគេដតីវាមានចឹងជួលផ្ទះនៅតែឯងក៏បានថាចិត្តកន្លែងធ្វើការអីចឹងទៅឬក៏ទៅនៅមួយមិត្តភ័ក្តិអីចឹងទៅប្រុសស្រីអីផងគ្នានឹងចឹងទៅចិត្តកន្លែងធ្វើការឬក៏កន្លែងរៀនកន្លែងអីណាចឹងទៅតាមហ្នឹងហើយដល់ទៅប្រទេសគេវាមានចឹងទៅវាជាគំរូទៅជាទម្លាប់ទៅកូនប្រុសស្រីមិនសូវបាននៅមួយម៉ែឪទេហ្នឹងឯងចឹងវាមានបញ្ហាហួងហែងពេកចឹងប្តីប្រពន្ធក៏ចឹងដែរហ្នឹងឯងមានការហួងហែងពេកចឹងទៅវាទៅជាចង្អៀតចង្អល់តាមតឹងទៅជាសេចក្តីក្រោតថ្នាក់កើតឡើងទៅវិញនឹងឯងដល់ចឹងវាអាចធ្ងន់ធ្ងររហូតដល់ទៅនៅជាមួយគ្នាអត់បានទៀតផងបញ្ហាហួងហែងពេកក៏ណានឹងឯងវាកើតទៅជារឿងដែលថាមានការបែកបាក់គ្នាទៅចឹងបានយើងត្រូវតែយល់ដឹងតាមហ្នឹងទៅការដែលយើងហួងហែងហ្នឹងក៏វាអាចមានប្រសិទ្ធភាពខ្លះណាហ្នឹងឯងដែលអាចថាឲ្យនៅជាភរិយាស្វាមីអីរបស់យើងហ្នឹង
នឹងឯងចឹងតែអាចថាក្នុងនាមជាភរិយាស្វាមីមានការគោរពមានការកោតក្រែងមានការខ្លាចញញើតអីចឹងទៅថាជាភរិយាស្វាមីហើយនឹងឯងចឹងទៅការដែលហួងហែងហ្នឹងវាអាចជួយទប់ជួយទាញអីធ្វើឲ្យមានការគោរពមានការកោតខ្លាចអីចឹងទៅប៉ុន្តែមិនមែនមានប្រសិទ្ធភាពទាំងស្រុងទេគឺណានឹងឯង